វាសួរបងទាំងអស់គ្នាហាងរបស់នាងខ្ញុំមានលក់ឧបករណ៍សម្រាប់លាងសម្អាតនៅក្នុងច្រមុះអាចប្រើបានទាំងមនុស្សពេញវ័យហើយនិងកុមារឧបករណ៍អំបិលសម្រាប់លាងសម្អាតច្រមុះនេះអាចព្យាបាលជំងឺច្រមុះជាច្រើនដូចជាជំងឺច្រមុះរ៉ាំរ៉ៃអាឡែស៊ីច្រមុះជំងឺឫសដូងច្រមុះឬក៏បញ្ហាផ្ដាសាយមានអារម្មណ៍ថានៅក្នុងច្រមុះរបស់យើងនឹងហៀសបោហើយនឹងឆាប់ឈួលហើយមានក្លិនអាក្រក់ចេញពីក្នុងច្រមុះយើងចង់លាងច្រមុះយើងដើម្បីកាត់បន្ថយការនិយាយទៅអ្នកដតីធំក្លិនស្អុយក្នុងច្រមុះបងប្អូនអាចទិញប្រើបានអត់ប៉ះពាល់ដល់សុខភាពទេព្រោះអីយើងគាត់ប្រើជាមួយនឹងអំបិលកម្ចាត់មេរោគធម្មតាតែប៉ុណ្ណោះងាយស្រួលនៅក្នុងការប្រើដោយដែលខ្ញុំបានបង្ហាញនៅក្នុងវីដេអូអញ្ចឹងរបៀបប្រើប្រាស់គឺងាយស្រួលមែនតើគាត់បងប្អូនទាំងអស់គ្នាកូរទឹកអំបិលនេះលាយឲ្យទឹកអំបិលហ្នឹងវារលាយអស់សិនទៅហើយនឹងដាំទឹកឲ្យមានកម្ដៅរយៈពេល30អង្សាសេយើងត្រូវការទឹកកម្ដៅ30អង្សាសេបងប្អូនជាខ្ញុំនឹងព្រីនៅกระดาษសម្រាប់វាស់ស្ទង់សីតុណ្ហភាពនេះជូនបងប្អូនទាំងអស់គ្នាមកនិយាយទៅគឺក្តៅអ៊ុនលាយជាមួយទឹកអំបិលហ្នឹងទឹកនៅក្នុងដបហ្នឹងគឺមានសីតុណ្ហភាពក្តៅអ៊ុនអញ្ចឹងងាយស្រួលនៅក្នុងការកម្ចាត់មេរោគនៅក្នុងច្រមុះបងប្អូនអាចប្រើភ្លាមមានអារម្មណ៍ថាធូរភ្លាមតែម្ដងកាត់បន្ថយការធំក្លិនមាត់ហើយនឹងធ្វើឲ្យច្រមុះបងប្អូនទាំងអស់គ្នាដកដង្ហើមបានល្អស្រួលបានល្អជាងមុនហើយមាន2រុនដែលសម្រាប់បាញ់ទឹកចូលទៅក្នុងលាងក្នុងច្រមុះបងប្អូនទាំងអស់គ្នាលាងទាំងអស់នៃរុនច្រមុះហើយនឹងបំពង់កកន្លែងខ្យល់ដកដង្ហើមហ្នឹងសម្អាតមេរោគក្នុងច្រមុះបងប្អូនមានជំងឺរ៉ាំរ៉ៃប្រើក្នុងមួយថ្ងៃលាង2ដងអាចថាព្រឹកម្ដងល្ងាចម្ដងបើបងប្អូនអត់មានជំងឺច្រមុះរ៉ាំរ៉ៃទេអាចលាងមួយសប្តាហ៍ម្ដងក៏បានឬក៏មួយថ្ងៃម្ដងក៏បានតាមអាការៈរបស់បងប្អូនទាំងអស់គ្នាជាក់ស្ដែងបញ្ជាក់គឺមិនប៉ះពាល់ដល់សុខភាពទេអរគុណបងប្អូនទាំងអស់គ្នាចាប់អារម្មណ៍អាចតាក់ទងមកเพจនាងខ្ញុំបាន